គ្រួសាររបស់ខ្ញុំនៅផ្ទះគ្រួសាររបស់ខ្ញុំរស់នៅក្នុងផ្ទះតូចមួយវាសាមញ្ញប៉ុន្តែស្អាតហើយមានសួនច្បារធំមួយខ្ញុំចូលចិត្តធ្វើសួនប៉ុន្តែបងស្រីរបស់ខ្ញុំមិនចូលចិត្តវាទេគាត់ចូលចិត្តអានសៀវភៅជាងគាត់អានសៀវភៅនៅពេលព្រឹកពេលរសៀលនិងពេលយប់ខ្ញុំឲ្យបន្លែទាំងអស់ដែលខ្ញុំដាំទៅម៉ាក់និងប៉ាពួកគេចូលចិត្តចម្អិនអាហារនៅក្នុងផ្ទះបាយតូចរបស់យើងខ្ញុំញ៉ាំបន្លែគ្រប់ប្រភេទប៉ុន្តែបងស្រីរបស់ខ្ញុំញ៉ាំតែបន្តិចប៉ុណ្ណោះគ្រួសាររបស់ខ្ញុំតែងតែញ៉ាំអាហារពេលព្រឹកនិងអាហារពេលល្ងាចជាមួយគ្នាយើងនិយាយគ្នាសើចជាមួយគ្នាហើយបន្ទាប់មកបងស្រីរបស់ខ្ញុំលាងចាននៅពេលយប់ប៉ាចូលចិត្តស្ដាប់តន្ត្រីម៉ាក់ធ្វើការលើកុំព្យូទ័រខ្ញុំមើលទូរទស្សន៍ហើយបងស្រីរបស់ខ្ញុំអានសៀវភៅមិនយូរប៉ុន្មានយើងទាំងអស់គ្នាចូលគេងឪពុកម្ដាយរបស់ខ្ញុំចូលគេងយឺតប៉ុន្តែបងស្រីរបស់ខ្ញុំនិងខ្ញុំចូលគេងលឿនខ្ញុំត្រៀមខ្លួនគេងហើយប៉ុន្តែបងស្រីរបស់ខ្ញុំនៅតែចង់បន្តអានសៀវភៅគ្រួសាររបស់ខ្ញុំនៅផ្ទះគ្រួសាររបស់ខ្ញុំរស់នៅក្នុងផ្ទះតូចមួយវាសាមញ្ញប៉ុន្តែស្អាតហើយមានសួនច្បារធំមួយខ្ញុំចូលចិត្តធ្វើសួនប៉ុន្តែបងស្រីរបស់ខ្ញុំមិនចូលចិត្តទេគាត់ចូលចិត្តអានសៀវភៅជាងគាត់អានសៀវភៅនៅពេលព្រឹកពេលរសៀលនិងពេលយប់ខ្ញុំឲ្យបន្លែទាំងអស់ដែលខ្ញុំដាំទៅម៉ាក់និងប៉ាពួកគាត់ចូលចិត្តចម្អិនអាហារនៅក្នុងផ្ទះបាយតូចរបស់យើងខ្ញុំញ៉ាំបន្លែគ្រប់ប្រភេទប៉ុន្តែបងស្រីរបស់ខ្ញុំញ៉ាំតែបន្តិចប៉ុណ្ណោះគ្រួសាររបស់ខ្ញុំតែងតែញ៉ាំអាហារពេលព្រឹកនិងអាហារពេលល្ងាចជាមួយគ្នាយើងនិយាយគ្នាសើចជាមួយគ្នាហើយបន្ទាប់មកបងស្រីរបស់ខ្ញុំលាងចាននៅពេលយប់ប៉ាចូលចិត្តស្ដាប់តន្ត្រីម៉ាក់ធ្វើការលើកុំព្យូទ័រខ្ញុំមើលទូរទស្សន៍ហើយបងស្រីរបស់ខ្ញុំអានសៀវភៅមិនយូរប៉ុន្មានយើងទាំងអស់គ្នាចូលគេងឪពុកម្ដាយរបស់ខ្ញុំចូលគេងយឺតប៉ុន្តែបងស្រីរបស់ខ្ញុំនិងខ្ញុំចូលគេងលឿន
ខ្ញុំត្រៀមខ្លួនគេងហើយប៉ុន្តែបងស្រីរបស់ខ្ញុំនៅតែចង់បន្តអានសៀវភៅសំណួរទី1តើពាក្យមួយណាអាចពណ៌នាផ្ទះរបស់គ្រួសារនេះបាន កចង្អៀតប៉ុន្តែកក់ក្ដៅខតូចចង្អៀតប៉ុន្តែសមរម្យគតូចប៉ុន្តែស្រស់ស្អាតខចាស់ប៉ុន្តែរីករាយសំណួរទី2តើគ្រួសារនេះមានសមាជិកប៉ុន្មាននាក់ក2នាក់ខ3នាក់គ4នាក់ខ5នាក់សំណួរទី3តើអ្នកណាមិនចូលចិត្តធ្វើសួនកជីដូនខបងប្អូនជីដូនមួយគឪពុកខបងស្រីសំណួរទី4តើបងស្រីចូលចិត្តអានសៀវភៅនៅពេលណាកពេលយប់ខពេលរសៀលគពេលព្រឹកខទាំងអស់ខាងលើសំណួរទី5តើសមាជិកគ្រួសារមិនញ៉ាំអាហារជុំគ្នានៅពេលណាកពេលល្ងាចខពេលថ្ងៃត្រង់គពេលព្រឹកខទាំងអស់ខាងលើ